ជីវិតនេះមិនចាំបាច់មានខ្លាំងបានសុខណាមានល្មមមិនមែនក្រឯងគឺមានល្មមចេះប្រើតាមមានតាមបានរស់នៅសុខណែមកដល់ចំណុចនេះគាត់ថាណែលុយទិញអត់បានទេអាយល់តែហ្នឹងលុយទិញអត់បានទេព្រោះមុននឹងគាត់យល់តែហ្នឹងគាត់ថាគាត់មាន10លានពីលើហ្នឹងក៏គាត់អត់សុខដែរអញ្ចឹងមានន័យថាអាចំណុចយល់កលឹះបន្តិចហ្នឹងយល់កលឹះបន្តិចដែលថាសណ្ដោសហ្នឹងលុយទិញអត់បានទេគាត់ថាលុយទិញអត់បានទេព្រោះបើគេថែមឲ្យគាត់10លានទៀតគឺឬក៏គាត់ចំណេញនៅក្នុងចំនួនរបស់គាត់ហ្នឹង10លាន20លានទៀតក៏រស់សេចក្តីសុខអត់ឃើញទេមានក្តៅឡើងប្រកួតប្រជែងខ្លាំងឡើងតែឥឡូវក៏អត់មានជាងមុនផងតែក៏វាមិនក្រជាងមុនដែរប៉ុន្តែគាត់ enjoy នៅអ្វីដែលគាត់មានហើយគាត់ធ្វើនៅអ្វីដែលគាត់ចង់ធម្មតាគាត់ថាមេរៀននេះគ្មានកន្លែងដាក់លក់ទេហ្នឹងហើយគ្មានវគ្គបំពន់ណាទេហើយមិនអាចកាត់ថ្លៃបានគាត់ថាអញ្ចឹងមិនអាចកាត់ថ្លៃបានទេពីព្រោះជាមេរៀនចេះធ្វើឲ្យមនុស្សឆ្អែតវិជាខាងក្រៅមិនអាចធ្វើឲ្យមនុស្សឆ្អែតមានតែការប្រកួតប្រជែងក្តៅកាហាចនិចគាត់ថាដល់តែគាត់រៀននោះគាត់ថាអូអាជីវិតនេះមានពេលខ្លះមិនបាច់មានទ្រព្យច្រើនផងរស់សុខសប្បាយបានដែរនឹងមានតែមនុស្សពលត្រូវអារម្មណ៍បែបហ្នឹងទេបានដឹងថាវាមានតម្លៃប៉ុណ្ណាអញ្ចឹងមេរៀនពធហ្នឹង